អីយ៉ាខ្លាំងបាត់ស្ងាត់ក្រោយខាងជើងសម្ញៃនាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរជាលើកដំបូងក្រោយខាងជើងបានបង្ហាញនាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរកំពុងសាងសង់ជាលើកដំបូងដែលជាប្រព័ន្ធអាវុធបង្កការគំរាមកំហែងដល់សន្តិសុខយ៉ាងខ្លាំងដល់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង CKNA បានផ្សាយរូបថតរបស់នាវាមួយទឹកតម្រង់ទិសយុទ្ធសាស្ត្រដើរដោយធម្មពលនុយក្លេអ៊ែរព្រមទាំងបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានទៅទស្សនាកន្លែងផលិតនាវាដ៏ធំនេះជាទីដែលនាវានេះត្រូវបានសាងសង់លោកមុនមឿនស៊ីកអ្នកជំនាញខាងនាវាមួយទឹកកូរ៉េខាងត្បូងបាននិយាយថានាវាកងទ័ពកូរ៉េខាងជើងហាក់ដូចជាប្រភេទទម្ងន់ 6000 តោនឬ 7000 តោនដែលអាចផ្ទុកមីស៊ីលបាន10គ្រាប់លោកបានបន្តថាការប្រើប្រាស់ពាក្យមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រនេះមានន័យថាវានឹងផ្ទុកអាវុធនុយក្លេអ៊ែរដែលនឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរស្ថិតនៅក្នុងចំណោមបញ្ជីនៃសភាវុធទំនើបដែលលោកគីមចុងអ៊ុនបដិញ្ញាណែនាំកំឡុងពេលសន្និសីទនយោបាយដ៏ធំមួយនៅឆ្នាំ2021ដើម្បីទប់ទល់នឹងការកើនឡើងនៃការគំរាមកំហែងផ្នែកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកសភាវុធផ្សេងទៀតរួមមានមីស៊ីលអន្តរទ្វីបដែលប្រើឥន្ធនៈអាវុធលឿនលឿនជាងសម្លេងផ្កាយរណបចារកម្មនិងមីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់មានសំណួរថាកូរ៉េខាងជើងជាប្រទេសដែលមានទណ្ឌកម្មខ្លាំងនិងក្រីក្រតែអាចទទួលបានធនធាននិងបច្ចេកវិទ្យាក្នុងការសាងសង់នាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរបានលេចចេញមកលោកមូនបានលើកឡើងថាកូរ៉េខាងជើងប្រហែលជាទទួលជំនួយបច្ចេកទេសពីរុស្ស៊ីដើម្បីសាងសង់រ៉េអាទ័រនុយក្លេអ៊ែរសម្រាប់នាវាមួយទឹកជាថ្នូរនឹងការផ្គត់ផ្គង់សភាវុធនិងកងទ័ពដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនលោកបាននិយាយផងដែរថាកូរ៉េខាងជើងអាចចាប់ផ្ដើមសាងសង់នាវាមួយទឹកក្នុងរយៈពេល1ឆ្នាំឬ2ឆ្នាំដើម្បីសាកល្បងសមត្ថភាពរបស់វាមុនពេលដាក់ពង្រាយពិតប្រាកដកូរ៉េខាងជើងមាននាវាមួយទឹកដើរដោយធម្មពលម៉ាស៊ូតប្រមាណ70ទៅ90គ្រឿងក្នុងកងនាវាដ៏ធំបំផុតមួយរបស់ពិភពលោកប៉ុន្តែភាគច្រើនជានាវាដែលមានអាយុកាលយូរមកហើយប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលប្លង់អន្តរទ្វីបជាច្រើនដងចាប់តាំងពីឆ្នាំ2016ក៏ប៉ុន្តែរយៈពេលប្រមាណឆ្នាំចុងក្រោយនេះប្រទេសកូរ៉េខាងជើងកំពុងបញ្ចេញវោហារសាស្ត្រដ៏ខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមុនសម្ពយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេដែលចាប់ផ្ដើមនៅថ្ងៃច័ន្ទក្នុងកំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់កន្លែងផលិតនាវាលោកគីមបាននិយាយថាប្រទេសកូរ៉េខាងជើងមានគោលបំណងធ្វើទំនើបកម្មលើផ្ទៃទឹកនិងនាវាចម្បាំងក្រោមទឹកក្នុងពេលដំណើរគ្នាទន្ទឹមនឹងនោះលោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើឲ្យនាវាចម្បាំងលើសលប់ដែលមិនអាចព្រៀបផ្ទឹមបានដោយបំពេញបេសកកម្មរបស់ពួកគេក្នុងការទប់ស្កាត់ការទូតនិងកំភ្លើងធំនៃកងកម្លាំងអារ្យភាព